ការនេសាទគឺជាផ្នែកមួយនៃវប្បធម៌និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាំងពីយូរណាស់មកហើយដែលជួយដល់ការចិញ្ចឹមជីវិតសន្តិសុខស្បៀងនិងការងារសម្រាប់ប្រជាជនរាប់លាននាក់ប៉ុន្តែសប្តាហ៍ថ្ងៃវិស័យនេះប្រឈមមុខនឹងបញ្ហាជាច្រើនបម្រែបម្រួលអាកាសធាតុកំពុងជះឥទ្ធិពលដល់គុណភាពទឹកចំនួនទឹកភ្លៀងនិងលំហូរទឹកទន្លេជាពិសេសគឺបឹងទន្លេសាបដែលធំជាងគេនៅអាស៊ីអាគ្នេយ៍និងជាបេះដូងនៃប្រទេសកម្ពុជាហើយការកើនឡើងចំនួនប្រជាជនក៏កំពុងជំរុញឲ្យមានតម្រូវការត្រីកាន់តែច្រើនឡើងដោយមើលឃើញពីសក្តានុពលនៃវិស័យវិរិយវប្បកម្មនិងសារៈសំខាន់នៃការអប់រំបច្ចេកទេសលើវិស័យនេះទៅធ្វើឲ្យគម្រោងការបញ្ជ្រាបវិរិយវប្បកម្មក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបានកើតឡើងគោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សាទុតិយភូមិដោយទី1យើងបង្កើតកម្មវិធីសិក្សាបន្ថែមផ្នែកវិរិយវប្បកម្មដោយដាក់បញ្ជ្រាបក្នុងកម្មវិធីសិក្សាបសុវប្បកម្មនិងកែច្នៃអាហារដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទី2គឺដើម្បីបង្កើនសមត្ថភាពតាមរយៈការបណ្ដុះបណ្ដាលបន្ថែមទាំងជំនាញរឹងនិងជំនាញទន់ដល់គ្រូនិងសិស្សដើម្បីផ្ដល់ការអប់រំប្រកបទៅដោយគុណភាពលើផ្នែកផលិតកម្មវិរិយស័ព្ទរហូតដល់ការកែច្នៃផលិតផលវិរិយស័ព្ទគម្រោងនេះបានអភិវឌ្ឍកម្មវិធីសិក្សាវិរិយវប្បកម្មដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងវិស័យឯកជននិងវិស័យរដ្ឋដែលមានជំនាញផ្នែកវិរិយវប្បកម្មការបង្កាត់ពូជត្រីបច្ចេកទេសនៃការចិញ្ចឹមនិងប្រមូលផលរួមទាំងការបណ្ដុះបណ្ដាលជាក់ស្ដែងក្នុងការកែច្នៃផលិតផលត្រីដូចជាការធ្វើប្រហិតត្រីការសម្ងួតសាច់ក្រកត្រីនិងផលិតផលជាច្រើនទៀតដែលធ្វើពីវិរិយស័ព្ទជំនាញទាំងនេះបង្កើតឱកាសក្នុងការចាប់យកអាជីពក្នុងវិស័យវិរិយវប្បកម្មទាំងផ្នែកចិញ្ចឹមនិងការកែច្នៃគម្រោងនេះផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសដល់គ្រូបង្រៀនក្នុងទម្រង់នៃការបង្កើនជំនាញបច្ចេកទេសដើម្បីធានាថាគ្រូបង្រៀនមានចំណេះដឹងនិងជំនាញច្បាស់លាស់ក្នុងការបង្រៀនកម្មវិធីសិក្សាថ្មីនេះនិងរក្សាបាននូវបច្ចេកទេសថ្មីៗក្នុងវិស័យនេះពាក់បំពន់សមត្ថភាពបន្ថែមទៅលើជំនាញបច្ចេកទេសវិរិយវប្បកម្មបានផ្ដល់នូវជំនាញជាក់លាក់ដើម្បីបណ្ដុះបណ្ដាលឲ្យសិស្សឲ្យកាន់តែមានប្រសិទ្ធភាពគម្រោងនេះផ្ដល់នូវឧបករណ៍និងសម្ភារៈបរិក្ខារសម្រាប់ការអនុវត្តជាក់ស្ដែងដូចជារោងបង្កាត់ភ្ញាស់ស្រះចិញ្ចឹមត្រីសម្ភារៈបន្ទប់ពិសោធន៍និងសម្ភារៈពាក់ព័ន្ធផ្សេងទៀតភាពជាដៃគូជាមួយវិស័យឯកជនគឺពិតជាមានសារៈសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការការងារឱកាសចុះកម្មសិក្សានិងឱកាសការងារសម្រាប់បងប្អូនសិស្សានុសិស្សតាមរយៈគម្រោងនេះយើងសង្ឃឹមថានឹងអាចពង្រីកកម្មវិធីសិក្សាជំនាញវិរិយវប្បកម្មនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសផ្សេងទៀតដើម្បីផ្ដល់ឲ្យយុវជននៅឱកាសស្មើគ្នាក្នុងការអប់រំជាពិសេសលើការផ្ដល់ជំនាញសម្រាប់យុវជនតាមរយៈការវិនិយោគលើការអប់រំបច្ចេកទេសយើងអាចបង្កើនសក្តានុពលរបស់យុវជនក្នុងទីផ្សារការងារដែលអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងអាចកសាងអនាគតដ៏រឹងមាំសម្រាប់ទាំងអស់គ្នា